បាទជំរាបសួរពុកម៉ែបងប្អូនខ្មែរបាទថ្ងៃនេះដែរខ្ញុំសូមចេញคลิปវីដេអូមួយថាសូមបងប្អូនខ្មែរដែលនៅកូរ៉េមានគ្រួសារនៅកូរ៉េហើយធ្វើការនៅកូរ៉េហ្នឹងណាស្អែកនេះហើយថ្ងៃទី2សូមបងប្អូនខ្មែរយើងទៅចូលរួមមហាបាតកម្មទាំងអស់គ្នាដើម្បីទាមទាររឿងកោះគុតជាគោលដែលយើងត្រូវទាមទារនិងរឿងទល់ដែនសាទមន្តក្បីជាដើមបាទនឹងហើយសូមបងប្អូនទៅចូលរួមទាំងអស់គ្នាកុំជឿតាមការស្ថានភាពជឿតាមខាងក្រុមតារាទៅទាត់បាល់ទាត់អីក្រុមសម្ដែងអីបាល់យើងលេងថ្ងៃណាក៏បានដែរណារឿង concert អីក៏ដោយថ្ងៃណាក៏យើងអាចមើលបាទតែថារឿងជាតិនេះយើងមិនងាយបានបង្កើតឡើងទេស្អែកនេះហើយថ្ងៃទី2សូមបងប្អូនខ្មែរយើងនៅកូរ៉េចូលរួមទាំងអស់គ្នាណាទាំងបងប្អូនមានគ្រួសារនៅកូរ៉េនិងពលករសូមអរគុណសូមអញ្ជើញចូលរួមយើងធ្វើនេះធ្វើដើម្បីជាតិខ្មែរយើងទាំងអស់គ្នាមិនមែនធ្វើដើម្បីតែប្រយោជន៍រួមដោយតកោហ៊ុនរងថ្ងៃធ្វើដើម្បីតែប្រយោជន៍បុគ្គលតកោហ៊ុនតែប៉ុណ្ណោះមិនគិតពីប្រយោជន៍ជាតិទេគឺកូនមានតែបំផ្លាញអញ្ចឹងហើយបងប្អូនខ្មែរតែរួមគ្នាដើម្បីទាមទារចំណាយនៃកោះគុតរបស់ខ្មែរយើងបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទ